ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿងតាក់ទងជាមួយនឹងឧបតហេតុយន្តហោះមួយមកធ្វើការបកស្រាយជូនទស្សនាវាមានចំណងជើងថា Fly World War II ដែលចេញនៅឆ្នាំ2015សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយនឹងជួយ like ជួយ comment បានច្រើនជាពិសេសសម្រាប់អ្នកថ្មីសូមកុំភ្លេចជួយ subscribe channel ឬក៏ follow page មនោចរណៃដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំផងបានសូមអរគុណរឿងនេះចាប់ផ្ដើមជាមួយនឹងយន្តហោះដឹកអ្នកដំណើរមួយជើងយន្តហោះលេខ IA-42 ដែលហោះចេញពីទីក្រុង Dallas រដ្ឋ Texas ប្រទេសអាមេរិកឆ្ពោះទៅកាន់ទីក្រុង London ប្រទេសអង់គ្លេសនៅពេលហោះហើរបាន7ម៉ោងកន្លះ pilot ឈ្មោះ William បានប្រកាសនិយាយសំណេះសំណាលជាមួយនឹងអ្នកដំណើរនៅលើយន្តហោះដើម្បីអាប់ដេតព័ត៌មានផ្សេងៗទាក់ទងនឹងការហោះហើរលើកនេះគាត់បាននិយាយធានាថាគាត់នឹងជួនពួកគេទៅដល់គោលដៅបានដោយសុវត្ថិភាពនិងទៀងទាត់ពេលវេលាបំផុតបន្ទាប់មកគោ pilot ឈ្មោះ Daniel បានរៀបចំត្រួតពិនិត្យប្រព័ន្ធបច្ចេកទេសនៅក្នុងយន្តហោះរំពេចនោះឧបករណ៍ប្រាប់ព័ត៌មានផ្សេងៗនៅលើយន្តហោះស្រាប់តែញាក់មិនដឹងមកពីមូលហេតុអីទេក្រោយមកទៀតយន្តហោះក៏រំជួយបំផ្លែតហើយក៏បាត់ទៅវិញពេលនោះ William ដែលជាកាពិតេនបានទាក់ទងទៅស្ថានីយ៍គ្រប់គ្រងផ្លូវអាកាសនៅដីដើម្បីសួរនាំពីអាកាសធាតុប៉ុន្តែស្ថានីយ៍គ្រប់គ្រងបានប្រាប់ថាធាតុអាកាសអត់អីទេមេឃស្លាស់ល្អណាស់គ្រាន់តែនិយាយផុតពីមាត់ William ស្រាប់តែឃើញព្យុះនៅចំពីមុខគាត់ពេលនោះស្ថានីយ៍គ្រប់គ្រងក៏ភ្ញាក់ផ្អើលខ្លាំងណាស់ដែរព្រោះ5វិនាទីមុនអត់អីផងហើយដោយសារតែអត់មានផ្លូវវាង William បានប្រាប់ឲ្យអ្នកដំណើរទាំងអស់ចូលអង្គុយកៅអីរៀងៗខ្លួនហើយដាក់ខ្សែក្រវ៉ាត់ឲ្យជាប់ព្រោះពួកគេត្រូវបើកកាត់ព្យុះហើយជាទូទៅនៅពេលដែលយន្តហោះជួបព្យុះម្ដងគឺអាលែកជាងជាអាទេសគោទៀតប៉ុន្តែខុសគ្នាត្រង់ថាជាអាទេសគោអត់ភ័យទេណាតែសម្រាប់យន្តហោះវិញគឺមួយបួងសួងអស់ហើយសូម្បីតែអូទេដែលជាយន្តហោះស្ទើរតែរាល់ថ្ងៃក៏ភ័យដែរនៅពេលនោះ pilot ទាំងពីរបានបញ្ជាយន្តហោះបុកចំកណ្ដាលព្យុះតែម្ដងព្រោះអត់មានផ្លូវគេចទេហើយយើងសង្កេតឃើញថាយន្តហោះដូចជាឆ្លងកាត់ portal អីម្យ៉ាងបន្ទាប់មកនៅពេលដែលពួកគេឆ្លងកាត់ព្យុះហើយយន្តហោះចាប់ផ្ដើមមានលំនឹងធម្មតាវិញប៉ុន្តែចម្លែកត្រង់ថាមេឃចាប់ផ្ដើមងឹតតាមត្រូវ50នាទីទៀតទើបថ្ងៃលិចតែវាមិនសំខាន់ប៉ុន្មានទេសំខាន់គឺ William ត្រូវប្រកាសប្រាប់អ្នកដំណើរសុំទោសពួកគេដែលធ្វើឲ្យពួកគេភ័យបន្តមកអ្នកដំណើរនៅក្នុងយន្តហោះក៏ចាប់អារម្មណ៍ថាសេវាអ៊ីនធឺណិតហើយនិងសេវាទូរស័ព្ទនៅក្នុងយន្តហោះចាប់ផ្ដើមដាច់ William ហើយនិង Daniel ក៏ចាប់អារម្មណ៍ថាឧបករណ៍ប្រាប់ព័ត៌មានផ្សេងៗនៅក្នុងយន្តហោះក៏អត់ដំណើរការដែរនៅសល់តែរ៉ាដាមួយគត់ដែលនៅធ្វើការព្រោះការពីគេអាប់ក្រេតប្រព័ន្ធបញ្ជានៅក្នុងយន្តហោះលើកមុនគេអត់បានអាប់ក្រេតរ៉ាដានឹងទេពេលនោះ William បានតាក់ទងទៅស្ថានីយ៍គ្រប់គ្រងប៉ុន្តែស្ងាត់ឈឹងអត់មានចម្លើយតបទេក៏លើទៅមើលក្រុមអ្នកដំណើរវិញអូតេដែលជាស្រីស្អាតម្នាក់ឈ្មោះ Cameron បានដើរសំណេះសំណាលជាមួយភ្ញៀវលេងដើម្បីលួងចិត្តភ្ញៀវនាងបានចាប់អារម្មណ៍ថាមានភ្ញៀវពីរនាក់គឺជាបារាមបន្ទូបន្តមក Cameron បានចាប់អារម្មណ៍ជាមួយនឹងបរិសម្នាក់ដែលអង្គុយនៅជួរកៅអីក្រៅគេហើយគាត់កំពុងតែកត់ត្រាស្អីម្យ៉ាងមិនដឹងទេពេលដែល Cameron សួរគាត់បានប្រាប់នាងថាគាត់ចេះតែកត់ហេតុការណ៍ផ្សេងៗដែលគាត់ជួបអញ្ចឹងទៅដើម្បីកុំឲ្យភ្លេចព្រោះអីគាត់ចាស់ណាស់ហើយបន្តមកយន្តហោះបានបន្តហោះហើរយ៉ាងរលូនអត់មានបញ្ហាអីទេប៉ុន្តែ Daniel បានចាប់អារម្មណ៍ថាពួកគេហោះហើរមកស្ទុះហើយក៏ប៉ុន្តែនៅក្នុងរ៉ាដាដោយអត់មានចាប់បានយន្តហោះណាមួយសោះបានន័យថានៅលើមេឃហ្នឹងដោយពួកគេហោះតែម្នាក់ឯងអញ្ចឹងពេលនោះ William បានឲ្យយោបល់ថាពួកគេគួរតែហោះចុះទៅទាបបន្តិចក្រែលោបានឃើញកប៉ាល់នៅលើសមុទ្រឬក៏អាចតាក់ទងទៅស្ថានីយ៍គ្រប់គ្រងបានថាហើយក៏ប្រកាសប្រាប់អ្នកដំណើរឲ្យដាក់ខ្សែក្រវ៉ាត់ដើម្បីបញ្ជាគ្រោះថ្នាក់ផ្សេងៗជាយថាហេតុបន្តមកនៅពេលដែលយន្តហោះហោះនៅកម្ពស់ទាបពួកគេបានឃើញដីគោកវាចម្លែកខ្លាំងណាស់បើតាមត្រឹមត្រូវគឺពួកគេត្រូវនៅលើសមុទ្រនៅឡើយទេពេលនោះពីរលទាំងពីរបានរួមគ្នាសន្និដ្ឋានថា